បាទសូមគោរពអាជ្ញាតអាដាមលោកស្រីអ្នកកញ្ញាបាទកុំគា58សូមធ្វើសេចក្តីរាយការណ៍ស្តីពីការគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តព្រុសដែលបើកបរដោយជនជាតិឥណ្ឌូបាទបុកតិចចាំងព្រឹកតែម្ដងបាទអើយបុកខាងមុខមកចំហៀងហ្មងតែម្ដងបាទគ្រោះថ្នាក់ចរាចរណ៍នេះហើយទីតាំងកើតហេតុនៅសង្កាត់លេខ4ក្រុងនិងខេត្តប្រាស័យនោះអើយនៅចិត្តនឹងយើងនិយាយទៅចិត្តមលុបតប៉ាងបាទផ្លូវដែលចុះមកពីលើមកចូលទៅផ្លូវមលុបតប៉ាងបាទបងប្អូននេះអើយមើលគ្រោះថ្នាក់ទាំងព្រឹកតែម្ដងបងប្អូនបាទជួយ share ជួយចែកម្លែកដល់អើយអ្នកដែលបើកបរផ្សេងទៀតអត់មានការប្រុងប្រយ័ត្នទេបាទករណីនេះកើតហេតុនៅថ្ងៃទី11ខែឧសភាឆ្នាំ2025វេលាម៉ោង9ជាងហ្នឹងបាទ9ជាងព្រឹកហ្នឹងបាទបងប្អូននេះហើយរថយន្តហើយព្រុសបាទដែលមានពាក់ផ្លាកលេខពីផ្លាកលេខបាទភ្នំពេញ 2cc ហើយ52មក32បាទភ្នំពេញ 2cc 5232បាទដែលបើកបរដោយជនជាតិនឹងក៏មានបឋមបាទថាជនជាតិឥណ្ឌូបាទជនជាតិឥណ្ឌូគាត់បើកលឿនណាបោះពួយពីលើចុះមកទៅផ្លូវមលុបតប៉ាងបាទហើយបើយើងនិយាយទៅថាផ្លូវហ្នឹងផ្លូវទៅមលុបតប៉ាងបាទបងប្អូនជួយ share ជួយចែកម្លែកនេះព័ត៌មានបឋមបាទបុកឡើងតិចតែម្ដងបាទបុកទាំងព្រឹកតែម្ដងណាបែកកង់បែកអីបាទឡានហ្នឹងបើកបរមកឮថាប៊ីសនឹងប៉ះប្អូនប្រុសមួយដែលជិះម៉ូតូคลิกនេះបែបនេះបាទនេះហើយក៏បានប៉ះនឹងឡានគេចតចោលមួយគ្រឿងទៀតធនត្រាបាទទៅចាក់ណាមើលស្កប់នេះកើតអីខ្ញុំបាត់ទៅណាបាត់អីស្ពនសើបាត់ទៅនេះប្រិមិត្តនេះដែលម៉ូតូដែលប្រុងប៉ះនឹងម៉ូតូបាទមុនដំបូងគាត់បើកពីលើចុះមកក្រោមបន្ទាប់មកប៊ីសប៉ះនឹងម៉ូតូបងអូននេះបន្ទាប់មកក៏ប៉ះនឹងរថយន្តធុនត្រាមួយទៀតបាទបងអូនដែលជួបហេតុការណ៍ឥឡូវខ្ញុំចាំសាកសួរគាត់អូនអាចនិយាយបានពីដើមទីបន្តិចបានទេបងគាត់ឡានព្រុសហ្នឹងគាត់បត់ចេញមកពីខាងនោះបត់ចេញមកខាងនោះហើយគាត់ចូលមកផ្លូវយើងហើយមកម្ដងខ្ញុំយកជន់មកម្ដងយកកិច្ចផុតមិនតិចយើងសំណាងដែលចេះកិច្ចផុតបាទហើយក៏បើកមកបាទហើយបន្ទាប់មកក៏ប៉ះនឹងរថយន្តគេចតចោលបាទរថយន្តគេចតចោលនៅខឿនផ្លូវឡើងមកបុកហើយរហូតទៀតបានបងគាត់ជួយចាំបាទអញ្ចឹងបានន័យថាអ្នកដែលឃើញហេតុការណ៍នេះដែលគាត់ជួបនឹងរងដែរគ្រោះថ្នាក់តិចតួចដែរគាត់រថយន្តហ្នឹងគាត់បើកមកផ្លូវហ្នឹងយើងថាផ្លូវមលុបតប៉ាងបាទសង្កាត់លេខ4ក្រុងនិងខេត្តប្រាស័យនោះហើយគាត់កិច្ចផុតក៏ប៉ះនឹងរថយន្តធុនត្រាមួយគ្រឿងទៀតបាទហើយឥឡូវបានបងប្អូនយើងគាត់ជួយចាប់បន្ទាប់មកក៏ពងតែចរចាគ្នាបាទនេះផ្លាកលេខឡានព្រុសដែលបើកប៉ះនឹងគេទាំងព្រឹកតែម្ដងនេះបាទភ្នំពេញ 2cc 5232បាទថ្ងៃកើតហេតុហ្នឹងគឺនៅថ្ងៃទី11ខែឧសភាឆ្នាំ2025វេលាម៉ោង9ព្រឹកហ្នឹងបាទឥឡូវយើងមកមើលនឹងរថយន្តធុនត្រាដែលគេចតចោលហ្នឹងបាទចតចោលហ្នឹងហើយក៏វាប៉ះមុខមកចំហៀងនឹងតែម្ដងបាទប្រិមិត្តបងប្អូនសូមជួយ share ដើម្បីចែកម្លែកនឹងដល់អ្នកបើកបរផ្សេងទៀតជួយបាទមានការប្រុងប្រយ័ត្ននេះមកប៉ះរថយន្តម៉ាកធុនត្រារបស់គេទុកចតចោលនៅលើខឿនផ្លូវបាទមានពាក់ផ្លាកលេខភ្នំពេញ 2BK 5198បាទបងប្អូននេះបុកមើលចំហៀងមុខតែម្ដងបាទនេះគេចតចោលទេតែព្រុងតើឡើងតិចឆ្កៀងខាងមុខតែម្ដងបាទនេះបងប្អូននេះបើសិនជា
មនុស្សបើពេញដឹងយ៉ាងណានេះដោយសារទុកចតចោលបានឡើងតិចមកជំហៀងនេះតែម្ដងបាទឥឡូវហើយខាងភាគីទាំងសងខាងកំពុងតែដោះស្រាយបាទដើម្បីសម្រួលគ្នាបាទបងប្អូនហើយធនត្រាតែគេចតចោលបាទហើយគឺមានពាក់ផ្លាកលេខព្រំពេញហើយ 2BK 5198បាទបងប្អូននេះជាព័ត៌មានបឋមដែលរថយន្តព្រុសបើកបុករថយន្តដែលធនត្រាចតចោលបាទទីតាំងកើតហេតុហ្នឹងគឺយើងនិយាយទៅអីគឺផ្លូវចុះទៅម្លុកប៉ាងតែម្ដងបាទនៅសង្កាត់លេខ4ក្រុងនឹងខេត្តប្រសេះនោះបាទបងប្អូននេះអីបងមានបឋមឲ្យសូមជួយចែកម្លែកគ្នាផងបាទដើម្បីឲ្យបងប្អូនដទៃទៀតក៏បានឃើញគ្រោះថ្នាក់ទាំងព្រឹកតែម្ដងហ្នឹងហើយសូមមានការប្រុងប្រយ័ត្នក្នុងការបើកបរបាទតាមលើដងផ្លូវព្រោះអីគ្រោះថ្នាក់នេះយើងមើលមិនឃើញទេវាជាយថាហេតុទេបាទនេះរថយន្តដែលគេចតចោលនៅលើដងផ្លូវក៏បានប៉ះឆ្កៀងខាងមុខឡើងខ្ទេចតែម្ដងបងប្អូនអើយឥឡូវកម្លាំងជំនាញគាត់បានចុះមកដល់ជំនាញផ្លូវគោកបាទលេខចរាចរណ៍បានចុះមកដល់ទីតាំងកើតហេតុហើយគាត់កំពុងតែចរចារកដំណោះស្រាយបាទបងប្អូននេះរថយន្តដែលគេຕົកចោលបាទសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបងប្អូនដោយសារការគ្រោះថ្នាក់នេះមើលមិនឃើញមែនសូម្បីតែព្រឹកថ្ងៃល្ងាចក៏ដោយតាគ្រោះថ្នាក់គឺគ្រោះថ្នាក់ហើយព័ត៌មានបឋមថាជនជាតិឥណ្ឌូគាត់ជាអ្នកបើករថយន្តព្រុសបាទនេះឥឡូវរថយន្តព្រុសគេខាត់បានបាទក៏នៅចតនៅកដាលផ្លូវនេះតែម្ដងបាទផ្លូវនេះផ្លូវចូលទៅម្លប់តប៉ាងណាបាទបាទនេះរថយន្តបាទនេះព័ត៌មានបឋមថាអ្នកបើកបរចូលរថយន្តនេះហើយតែអត់មានដាក់ផ្លាកលេខទេបាទដោះផ្លាកលេខបាទហើយដែលគាត់ចូលនៅហ្នឹងហើយមានតំណាងរបស់គាត់ដែលមកចរចាបាទតិចខាងមុខមួយចំហៀងតែម្ដងបាទដឹងបើកយ៉ាងម៉េចទេបងប្អូនអើយណាចកលើអីហ្នឹងមកចំហៀងនេះអស់លេងហ្មងបងប្អូននេះជាព័ត៌មានបឋមដែលយើងទទួលបានហើយសូមជួយចែកម្លែកដែលអ្នកបើកបរដទៃទៀតហ្នឹងឲ្យមានការប្រុងប្រយ័ត្នព្រោះនៅលើដងផ្លូវហ្នឹងគឺគ្រោះថ្នាក់និយាយថាហេតុហ្នឹងបាទអត់កងអត់តែមួយណានេះបាទឥឡូវកម្លាំងជំនាញក៏មកសួរបាទយកកងឲ្យខ្ញុំនេះបាទបាទយកកងឲ្យខ្ញុំលីមកយូរអត់ដឹងតកងមួយណាពលីបាទយកតកងឡានឲ្យខ្ញុំបងប្អូនសូមជួយចែកម្លែកតែព័ត៌មាន把人带走，你要叫他把人带走。带下来，带走。没得办。
នេះបងប្អូនហើយព័ត៌មានបឋមដែលគ្រោះថ្នាក់នេះគឺនៅថ្ងៃទី11ខែឧសភាឆ្នាំ2025នៅវេលាម៉ោង9ជាងពេលព្រឹកបាទទីតាំងកើតហេតុនៅសង្កាត់លេខ4ផ្លូវចូលម្លប់តប៉ាងតែម្ដងបាទហើយយើងជិះដល់ម្លប់តប៉ាងហ្នឹងបាទតែការគ្រោះថ្នាក់នេះវាអត់បណ្ដាលឲ្យមានអ្នកណារងរបួសទេបាទគ្រាន់តែវាខូចខាតសម្ភារៈហើយរថយន្តនិងរថយន្តតែម្ដងបាទសំធូលបាទបងប្អូនឥឡូវការ live សូមបិទបញ្ចប់ត្រឹមនេះសូមអរគុណសូមជម្រាបលាបាទ